Ô nèបងប្អូនកូនភ្លោះមែនណាលើកទី1ហើយដែលបង្កើតបានកូនភ្លោះបង្កើតស្គរជ័យកើតស្គរជ័យឥឡូវកើតបានកូនភ្លោះញីមួយឈ្មោលមួយហើយរឿងអីដែលថាគ្នារៀងស្វិតបើពីរអាហ្នឹងពីរទៅដើមគ្នាបើអាហ្នឹងកើតហើយបងប្អូនអើយបានកូនភ្លោះលើកទី1ហើយដែលបង្កើតមេគោក្នុងស្រុកយើងបានកូនភ្លោះកូនស្គរជ័យញីមួយឈ្មោលមួយគាត់ណាញីមួយឈ្មោលមួយចេះគេហៅថាភ្លោះមិនពិតណាបើសងខាងអញ្ចឹងហ្មងគោរបស់ពូនៅភូមិព្រិចយើងចិត្តផ្លូវអទេសភ្លើងបងនៅតាពាំងសាបឃុំតាពាំងសាបបាត់ទីតកែកើតបានចូលចិត្តមួយខែណាពូណាបងវាមេនោះមិញហ្នឹងមើលអាកូនមុននោះថ្លោសដល់ហើយវាតែមួយតែឥឡូវពីរនេះទៅដើមគ្នាបើសងខាងមេនោះគ្នាបាក់ទប់ទល់ដែរហ្នឹងពូគ្នាសគីដោះគ្នាណាបើពីរនោះបានភ្លោះនេះកូនញីមួយនេះតើបើមេបន្តិចពូតើបើមេឲ្យដល់តិចវាចាប់ដើមរៀនស៊ីចំណៃពូណាចាប់ដើមរៀនណាវារៀនចាប់ដើមរៀនស៊ីពូរៀនលិតកតុកលិតអីហ្នឹងហើយមួយខែអីហើយវាអាចយើងអាចបរៀនបស៊ាំវាប៉ុណ្ណឹងទៅវាចាប់បានមេរៀងធូរបន្តិចបានស៊ីឆ្អែតទៅហើយមួយវាជំនួយដល់ការលូតលាស់របស់កូនដែរឲ្យវាស៊ីចេះអត់ចេះស៊ីវាអត់តន់ចេះពូដាក់មកខាហាត់ឲ្យដូចចេញវាអត់តន់ចេះតើយើងបរៀនវាតិចសិនបើមេហើយបនកូនហ្នឹងបានថ្លោសល្អហើយអានេះឈ្មោលខាងនេះតែវាចេះបិចស្មៅបិចអីទៅដល់មូលតល់ហើយនៅនេះអត់ទៅស្គងបាទចាស់វាថែដែរប៉ុន្តែឥឡូវអត់ទាន់ចេះបាច់BKA ឯកទេសបង្កាត់ពូជគោសម្ព័ន្ធមិត្តមានបាពូជល្បីច្រើនជម្រើសសម្រាប់ប្រជាកសិករសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងក្រោមទាំងពីរប្រព័ន្ធ